ហាត់ចិត្តមួយឆ្នាំហើយសាច់នៅដដែលខ្ញុំឃើញបងប្អូនយើងគាត់ comment សម្រាប់ខ្ញុំគឺហាត់តែ6ខែគឺខ្ញុំឃើញលទ្ធផលរៀងច្រើនណាស់ចាំខ្ញុំដាក់រូបនៅលើ screen ឲ្យមើលពេលហ្នឹងគឺខ្ញុំលេងផងបានន័យថាខ្ញុំញ៉ាំក្រែខ្ញុំអត់លក្ខណៈខ្ញុំមានរបបអាហារខ្ញុំតបទៅនឹង comment ហេតុផលហ្នឹងគឺវាមិនមែនតែរឿងការហាត់ទេចំណុចទី1ហាត់ដដែលទម្ងន់ដែលបងប្អូនគាត់លើកហ្នឹងគឺនៅដដែលបើយើងលើកទម្ងន់ដដែលបានន័យថាម៉េចសាច់ដុំគឺវានៅតែប៉ុណ្្នឹងចំណុចទី2គឺរបបអាហារគឺសំខាន់មែនទែនយើងញ៉ាំអត់គ្រប់ប្រូតេអ៊ីនយើងញ៉ាំកាឡូរីខ្វះរបបអាហារហ្នឹងក៏គឺចង់ថាចង់សំខាន់ជាងរឿងហាត់ផងចំណុចទី3ហាត់អត់ដល់មិនន័យថាប្រឹងអត់ដល់ព្រោះដោយសារសាច់ដុំយើងគឺវាឆ្លាតវាមិនឆ្លាតទេថាខ្លួនយើងគឺឆ្លាតតែពេលដែលយើងហាត់យូរវាត្រឡប់ខួរក្បាលយើងវាបញ្ជូនទៅយើងថាឈប់រដងយើងហាត់ឡូប៉ុណ្ណឹងរ៉េបប៉ុណ្ណឹងអីប៉ុណ្ណឹងវាដឹងចឹងវាមានការងារអីដែលវាត្រូវទីចម្រើនជាងហ្នឹងទេតោះយើងរកវិធីសាស្ត្រទៅមិនបខំវា3ចំណុចហ្នឹងបងប្អូនយកទៅគិតពិចារណាប្រកាសជាអាចឃើញលទ្ធផលលឿនជាងហ្នឹង